你好像这么高。所以你都会放掉，因为它水草地。បាទគម្រាមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទពេលនេះគឺខ្ញុំមកសួនម៉ងរទ្ធីបាទសួនសันម៉ងរទ្ធីសានជ័យនៅស្រុកនេះផេបងប្អូនផេហើយស្អាតមែនតើអីយ៉ាភ័យកន្លែងនេះសពូចខ្លាត្រីបងប្អូនណាខ្លាត្រីវាស្តៀងនឹងខ្លាលក្ខិនដែរយ៉ាងមកមួយមេធីមទៅខ្លាតបងបងអានេះកម្ពុជាមកកម្ពុជាហើយនិយាយរួមទៅសួនសត្វនៅម៉ងរទ្ធីនេះមានច្រើនមែនទែនបងប្អូនមានសឹងតែគ្រប់ប្រភេទសត្វទាំងអស់តែម្ដងនៅក្នុងនេះគេហៅថាសពូចក្អូបនេះបងប្អូនដែលមិនដែលស្គាល់នេះសត្វសពូចហើយវាអត់ធ្វើអីទេអាហ្នឹងវាគេទៅដេកចឹងទេតែពេលយប់បានវាចាប់ដើមនេះបងប្អូនភាគច្រើនស្គាល់ហើយគេហៅថាកម្មប្រមាបាទកម្មប្រមានេះភាគច្រើនគេវាស៊ីតែរុក្ខជាតិទេតែដល់ពេលគេយកមកដាក់នៅនេះអត់ដឹងគេឲ្យវាស៊ីអីដែរស៊ីថ្នាំស៊ីអីអានេះជាប្រភេទថ្នាំអីហ្នឹងថាសត្វនេះចំណុចខ្សោយរបស់វាគឺនៅក្បាលហ្នឹងហើយក្បាលប្រព័ន្ធមេដៃក៏វាយមកដបងទៅក៏ងាប់ដែរអាហ្នឹងចំណុចខ្សោយរបស់វាកម្មប្រមាហើយនេះគឺសត្វអាញីគេហៅថាទង្រូលគេហៅថាបរោះមុខខ្មៅច្រឡំអាញីលាក់ខ្លួនណាបរោះមុខខ្មៅនឹងឡើយណានៅលើហ្នឹងទៅលើធំហ្នឹងខ្មៅនោះខ្មៅវាមែននោះនេះនៅកលៀតនេះđâyបងប្អូនខ្ញុំប្រិចឲ្យមើលនេះគេហៅថាបរោះមុខខ្មៅខ្លាដបងនេះគេហៅខ្លាដបងនិយាយរួមទៅនៅម៉ងរទ្ធីសួនសត្វម៉ងរទ្ធីនេះគឺប្រហែលនឹងភ្នំតាម៉ៅដែរសួនសត្វប៉ុន្តែគាត់ថាយើងប្រភេទសត្វវាតិចជាងនៅសួនអាស៊ានជាតិនៅភ្នំតាម៉ៅហ្នឹងគឺវាតិចជាងសួននេះវាអាចនិយាយរួមទៅប្រហែលសឹងតាបានធ្វើ 50% ឬក៏ 70% នៃអូសៀនជាតិទេអានេះខ្ញុំអត់ដឹងថាវាមាន elephant ឬក៏ដំរីក៏អត់ទេភាគច្រើនប្រហែលជាណាអត់មានទេណាបងនេះខ្លាដំបងôn hình thái con ôn hình thái
Kèm vào đây nè. Mắm mó đằng. Mắm mó đằng. ปลาหนังบองanh đi cái này Mấy sao mình cũng đâu mà cái đồ ngồi bên này. Vậy cho nhắm phích đỏ sao đâu. Đó. Kèm tập lên đó. ต่อ Chua nhạt thế. สาวมาโตบบเลยไอ้ฟลิกเกมมันหนุ่มมุมปลอกวักในการเราปลอกวักหรือก็จะอ่านใจบางทีไปบาใส่จำกล้องก็เงาฮัลโหลปลากมุม Niêm nhạc một bữa. Đâu nó có niêm nhạc một bữa rồi ngặt. งัดเชิง Cái chuột đấy đâu đó. ปลากมุมนี้ออฟเล่นเมียนขมุมมอยซีนั่นปลากมุมนี้ Nhạc luôn thôi. ปลากมุมเล่นมันซีขมุมมันซีแต่นมโอเคแล้วนี่យើងដើរមកដល់នៅស្ពានអាកាសមងរទ្ធីគឺយើងដើរកំសាន្តលេងទៅលើស្ពានថតទេសភាពកន្លែងនេះគឺយើងមើលទៅឃើញសួនសត្វតែហ្មងឃើញយើងមើលពីលើទៅឃើញសិតតែសួនសត្វតែម្ដងហើយ Đang cái gì? ប៉ុន្មានទេសភាពអាចទទួលយកបានអ្វីដែលយើងចង់នេះអី Phá như vậy. កុំឲ្យបងប្អូនហ្នឹងហ្នឹងឯងដើរលេងបានមើលទៅវាតំណងដែរសម្រាប់តែរឿងក្តៅតិចស្មាននេះដូចជាយើងមកប្រហែលជាម៉ោងល្ងាចជាងនឹងតិចប្រហែលជាក្តៅឯងតែឥឡូវយើងចូលទៅលើស្ពាននេះដើម្បីថតយកទស្សនភាពទាំងមូលនៃមងរទ្ធីសួនសត្វនៃមងរទ្ធីហ្នឹងហើយកន្លែងនេះគឺជាចំការរបស់មងរទ្ធីតែម្ដងហើយដែលធំជាងគេបន្ទាប់ពីខេត្តមណ្ឌលគិរីរតនគិរីហ្នឹងហើយនេះហើយភាគច្រើនសួនសត្វគេយកមកទុកមកនេះហើយសួនសត្វមងរទ្ធីហ្នឹងបាទហើយយើងមើលទៅទស្សនភាពពីលើនេះគឺគូសំអាចទទួលយកបានណាមើលទៅអានេះបើសិនជាមកពេលព្រឹកខ្ញុំគិតថាទស្សនភាពនេះស្អាតជាងនឹងទៀតវាអត់ទៅក្តៅពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយបើខែវស្សាផងខ្ញុំគិតថាខៀវស្រងាត់ហ្មង refresh ដែលធ្វើឲ្យយើងនឹងមានមកលេងមានអារម្មណ៍រីករាយចង់តែកំសាន្តតែម្ដងតែឥឡូវនេះយើងមើលទស្សនភាពទាំងអស់គ្នាតោះខាងក្រោមនេះមិញគឺកន្លែងស្រះត្រីដែលចិនណាហើយនៅពីសួនដែលយើងដើរមិញបាទសួនសត្វហើយសត្វនេះមានច្រើនប្រភេទដែរវាអាចចូលជា100ប្រភេទដែរសត្វតែវាអត់ដល់ជាសួនឧទ្យានជាតិយើងទេគ្រាន់តែថាវាគ្រាន់បើជាងហើយវាស្អាតជាងកន្លែងភាគច្រើនដែលយើងដើរទៅលេងទាំងអស់គ្នាហ្នឹងគឺអានេះកន្លែងថាសួនទី2នៅក្នុងប្រទេសកម្ពុជាហ្នឹងសួនសត្វបាទសត្វនេះវាអត់សូវមានច្រើនមែនប៉ុន្តែគ្រាន់តែថា
យើងជាកូនខ្មែរមួយរូបអាចដឹងអាចស្គាល់សត្វមួយចំនួនដែរដែលគេយកមកទុកនៅទីនេះបាទមានខ្លាមានសត្វពូជមានបាច់ផងទៅផ្សេងច្រើនណាស់ហ្នឹងហើយអានេះដូចខ្ញុំនិយាយចឹងប្រហែលជាបើសិនជាខែវស្សាខ្ញុំគិតថាកន្លែង fresh ច្រើនជាងនឹងឆ្ងាយទស្សនភាពឬក៏សម្រស់ឲ្យមើលទៅបើភ្នំនេះផងរួមមើលទៅខៀវខ្ចីស្រងាត់ហើយថតលេងអីក៏ល្អដែរបាទ